បាទជំរាបសួរបងប្អូនអស់គ្នាបាទទីគោរពស្រឡាញ់ក្នុងវេលានេះបាទបានជួបបងប្អូនទៀតហើយនឹងអត់មានអីច្រើនដល់ជួបបងប្អូនទេគ្រាន់តែជាអារម្មណ៍ខ្លួនឯងដែលដឹងស្វែងយល់បន្តិចបន្តួចបាទដែលតេតើងទៅនឹងតម្លៃរបស់មនុស្សនិងទង្វើរបស់មនុស្សបាទដែលស្ដែងចេញជាប្រចាំថ្ងៃរាល់វេលារាល់ម៉ោងបាទអញ្ចឹងមនុស្សក្នុងជីវិតមនុស្សពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដោយសារទង្វើរបស់យើងនៃការនិយាយស្ដីរបស់យើងដែលចាប់ផ្ដើមពីចំណុចណាទៅដល់ចំណុចណាការរុះរាយរាក់ទាក់ចេះគោរពអោនលំទោនបាទងើយគឺស្កកអោនគឺដាក់ក្របគឺពិតជាពេញនិយមគ្រប់សម័យកាលចំពោះសុភាសិតមួយនេះបាទគឺអោនដាក់ក្របតែបើអោនពេកចូលក្នុងភពដីហ្នឹងខូចក្របអង្គអស់បាទនិយាយលេងទេបងប្អូនណាបាទអញ្ចឹងមុននឹងចូលចាប់ផ្ដើមធានបទបងប្អូនសុខសប្បាយដែរថ្ងៃនេះបាទសម្រាប់ខ្ញុំ holiday ខ្ញុំបានហាត់ប្រាណបាទអញ្ចឹងសូមបន្តទៀតបងប្អូនបាទមិញបងគាត់ខលមកលេងបាទអញ្ចឹងនៅក្នុងជីវិតរបស់មនុស្សបាទគឺមានតម្លៃពន់ពេកបាទគឺអ្នកខ្លះគាត់អត់យល់ពីតម្លៃជីវិតរបស់គាត់តម្លៃនៃពេលវេលារបស់គាត់បានទៅធ្វើខុសសែតបាទជាគ្រឿងញៀនបាទទៅវក់វីលបែងផ្សេងបាទអញ្ចឹងក្នុងចំណុចនេះគាត់ត្រូវតែដឹងថាវាមានផលអ្វីដែលជាត្រឡប់ចំពោះពួកគាត់វិញពួកគាត់ទម្រាំតែកើតបានជាមនុស្សគឺគាត់មានតម្លៃណាស់បាទហើយពុកម្ដាយខំចំគាត់តាំងពីតូចក្រូចឆ្មាមកបងប្អូនណាគឺគាត់លះបង់មែនទែនជំនាន់នោះមិនខ្ញុំគិតថាជំនាន់ខ្ញុំចុះបាទបើបងប្អូនឥឡូវគាត់អត់សូវដឹងទេជំនាន់ខ្ញុំពុកម្ដាយខ្ញុំគឺគាត់លះបង់ធំធេងណាស់បាទគឺពេលដែលគាត់ងូតទឹកម្ដងហ្នឹងទលេមកហើយជាកន្លះគីឡូទៅ1គីឡូអញ្ចឹងគាត់ដើរទៅពោពោះជាមួយនឹងយើងដែរទឹកគាត់ទម្ងន់បាទគឺគាត់មានទម្ងន់ហ្នឹងគឺគាត់ពោពោះដើរប្រយ័ត្នប្រយែងណាបាទពេលខ្លះជើងផ្ទាត់ហ្នឹងឆ្លងកាត់អូបាទកាត់ផ្លូវដែលគាត់ដើរហ្នឹងពេលពិសេសនៅពេលដែលភ្លៀងបាទគឺគាត់ពិបាកមែនទែនបាទគាត់ពិបាកបាទគឺគាត់ពិបាកធ្វើដំណើរទៅដល់ទន្លេហ្នឹងល្អលប្រយ័ត្នប្រយែងដើម្បីថែរក្សាកូននៅក្នុងផ្ទៃដើម្បីឲ្យមានជីវិតជីវីនិងមានតម្លៃដូចក្នុងសង្គមដូចគេដូចឯងហើយគាត់ចង់ឃើញភាពមានបាននៃភាពធំធាត់នៃជីវិតកូនដែលខំគាត់បានបីបាច់ថែរក្សានឹងគឺមែនតែនឲ្យតកូនឈឺគាត់អីហ្នឹងគាត់គឺយកចិត្តទុកដាក់ណាស់ចំពោះពុកម្ដាយខ្ញុំបាទម្ដាយខ្ញុំនៅចាំគឺគាត់ខ្ញុំគ្រុនពវៀនកាលហ្នឹងបាទមានពេទ្យមួយឆ្ងាយដែរគិតទៅគាត់អ៊ីវព្រឹកអ៊ីវល្ងាចខ្ញុំទៅរហូតចាក់ថ្នាំដើម្បីជីវិតកូនមានតម្លៃរស់មកដល់ពេលនេះបាទអញ្ចឹងយើងអត់ត្រូវជះខ្ជាយពេលវេលានឹងជាពិសេសផ្ដល់ក្តីស្រឡាញ់ចំពោះពុកម្ដាយបាទនិងតម្លៃរបស់យើងហ្នឹងគឺយើងមានតម្លៃហើយមនុស្សគឺយើងតម្លៃមានតម្លៃគឺអាស្រ័យទៅលើខ្លួនយើងការគិតការយល់ការរៀនសូត្រជាក់ស្ដែងបាទអ្វីដែលយើងបានមក
នៅក្នុងសង្គមនៅក្នុងគំនិតខ្លួនឯងឬក៏យើងបានរៀនសូត្រពីគ្រូបាអាចារ្យរបស់យើងពុកម្ដាយដែលគាត់បដៅអ៊ំពូមីងដែលគាត់បានបដៅរបស់យើងឬក្នុងខាងបណ្ដាញសង្គមនានាដែលគាត់បានផ្ដល់ឲ្យបាទអញ្ចឹងខ្ញុំចង់និយាយពីតម្លៃរបស់មនុស្សពិតជាមានតម្លៃតែបើគាត់អត់បានស្វែងយល់អំពីតម្លៃក្នុងខ្លួនរបស់គាត់ទេគឺពិតជាមានបញ្ហាសម្រាប់ខ្លួនគាត់គ្រួសារគាត់នៅក្នុងសង្គមលោកទាំងមូលបាត់បង់ទុនធានមនុស្សដែលគាត់ខ្សែគប់ខុសដើរផ្លូវខុសបាទអញ្ចឹងមនុស្សយើងមានតម្លៃពេលដែលយើងនៅរស់បងប្អូនណាបាទយើងខំសាងអ្វីមួយដែលល្អឲ្យសង្គមអ្នកចិត្តខាងគេទាំងអស់គេសប្បាយចិត្តជាមួយយើងពេលដែលយើងមានបញ្ហាអីគឺគេនឹកឃើញយើងជានិច្ចបាទនឹកឃើញយើងជានិច្ចទិដ្ឋកាត់ឬក៏មានបញ្ហាអីផ្សេងគឺគេនឹករលឹកយំសំណោះសណោកទង្វើដែលយើងបានធ្វើការលះបង់ចំពោះសង្គមជាតិទាំងមូលហើយនឹងរបស់បងប្អូនប្រជាជនទាំងមូលផងដែរបាទអញ្ចឹងយើងដឹងមានអ្នកខ្លះគ្រាន់តែគាត់ស្លាប់មកម្នាក់ស្លាប់តែម្នាក់ទេបងប្អូនបាទគឺអ្នកយំទូទាំងប្រទេសគឺគេយំសោកស្ដាយសោកសង្រែងអត់បានទឹកហើយមិនមែនជាបងប្អូនបង្កើតរបស់គេទេតែគេធ្វើឲ្យមានតម្លៃសម្រាប់ខ្លួនគេនៅក្នុងសង្គមជាតិបាទសង្គមបច្ចុប្បន្ននិងសង្គមមនុស្សបាទអញ្ចឹងវាពិតជាមានតម្លៃហើយក៏មានបុគ្គលខ្លះទៀតដែលគាត់អត់ផ្ដល់តម្លៃឲ្យខ្លួនឯងគឺគាត់យកអាពេលវេលាដែលល្អរូបរាងគាត់រូបសម្បត្តិគាត់ស្អាតបាតហ្នឹងគាត់ទៅធ្វើអំពើដែលសង្គមស្អប់ខ្ពើមប្រជាពលរដ្ឋទាំងអស់ស្អប់ខ្ពើមមិនគូលើកលែងឲ្យបានពេលខ្លះបាទចឹងពិតជាស្ដាយតម្លៃខ្លួនរបស់គាត់ដែលពុកម្ដាយគាត់បានផ្ដល់កំណើតឲ្យគាត់រូបរាងស្អាតតែគាត់មានបុណ្យមកហើយគាត់បានជាសិស្សគប់ខុសតែមកពេលគឺគាត់ខុសមកជីវិតអញ្ចឹងតម្លៃរបស់មនុស្សគឺចឹងហើយនៅពេលដែលអ្នកឯងប្រព្រឹត្តអត់ល្អនៅក្នុងសង្គមហើយហ្នឹងគឺអ្វីដែលផ្ទើផ្ទាបំផុតហ្នឹងគឺកិត្តិយសនៅក្នុងសង្គមក្រុមគ្រួសារហ្នឹងហើយអញ្ចឹងតម្លៃរបស់មនុស្សយើងពេលណាបងប្អូនដឹងអត់ថាមនុស្សយើងស្លាប់ទៅស្លាប់បាត់ហើយបាទអត់មានអីបន្សល់នៅអ្វីក្រៅពីកេរ្តិ៍ឈ្មោះឲ្យនៅក្នុងសង្គមឬក៏មនុស្សជាតិចឹងបានមនុស្សមាន4ប្រភេទបងប្អូនបាទមាន4ប្រភេទនៅក្នុងសង្គមហ្នឹងមាន4ប្រភេទពេលដែលរស់ចឹងពួកគាត់4ប្រភេទហ្នឹងគឺទី1គឺគាត់កើតមកគាត់មានគេហៅថាឆន្ទៈរបស់គាត់គឺគាត់ស្រឡាញ់ជាតិគឺគាត់ស្រឡាញ់ហ្នឹងបាទប្រភេទទី1ហ្នឹងគឺគាត់ស្រឡាញ់មែនទែនហើយប្រភេទទី2ហ្នឹងគឺគាត់អត់បានស្រឡាញ់ទេហើយគាត់ថែមទាំងបំផ្លាញទៀតហើយប្រភេទទី3ហ្នឹងក៏អត់បានជួយប្រភេទទី4ហ្នឹងក៏អត់បានបំផ្លាញគឺកើតមករស់ធម្មតាដូចគេលោកឯងក្នុងសង្គមហ្នឹងបានបណ្ណាយកប៉ុណ្្នឹងទៅសំបីតាសាលារៀនតាមផ្លូវគាត់ដើររើសសម្រាមរើអីបោះចោលឃើញគាត់ដើររើសសម្រាមមួយនៅក្នុងទីសាធារណៈគាត់ថែមទាំងជិះដជិះទូកជិះកណូតជិះអីនៅលើឡានផ្លូវគាត់បោះចោលថែមទៀតបោះចោលសម្រាមបោះអីបំផ្លាញបរិស្ថានគេទៀតបាទអញ្ចឹងមាន
chẳng mà đương dương nơiពេលដែលស្លាប់ទៅអត់មានមិនសល់អីក្រៅពីកេរ្តិ៍ឈ្មោះគុណតម្លៃដែលឲ្យគេសាលាចារឹកទុកនៅតាមសាលាតាមគេហៅថាស្តូកបាទចឹងគឺពិតជាសំខាន់ណាស់តម្លៃរបស់មនុស្សយើងបាទបើយើងសាងខុសសាងត្រូវគឺនៅតាមហ្នឹងចឹងពេលដែលស្លាប់ទៅវិញបងប្អូនណាហើយមនុស្សមកប្រភេទទៀតហ្នឹងគឺយើងហូបចុកតាំងពីសត្វល្អិតតាំងពីអីទាំងអស់ខ្លាទាំងសាហាវđóបងប្អូនណាពេលខ្លះមនុស្សសាហាវជាងខ្លាទៀតស៊ីដល់ខ្លាហូបដល់ខ្លាទៀតកពើហ្នឹងថាសាហាវខ្លាំងហូបដល់កពើទៀតពោះវែកមានពឹសហ្នឹងចាប់បានមួយហ្នឹងហៅគ្នាមកហ្នឹងសប្បាយបាទអញ្ចឹងមនុស្សបាទពេលខ្លះយើងគិតថាសាហាវក៏សាហាវដែរបាទសាហាវណាបាទអញ្ចឹងបានឲ្យទាមទារឲ្យមានធម៌អាមានដីមេត្តាក្នុងខ្លួនពេលខ្លះបងប្អូនមនុស្សដីហ្នឹងរៀបឡើងថ្លៃមើលទៅស្អាតស្អាតគ្រាន់តែមានភ្នោមួយភ្នោមនុស្សហ្នឹងបើសត្វងាប់កប់គេអត់ថាអីអាលួយទៅជីអីល្អដើមឈើទៀតបាទស្រួលគេយកទៅហូបបានចែកគ្នាហូបបានទៀតឬសត្វគោមួយងាប់អីឬមួយក៏អីចឹងណាបងប្អូនបាទរួចបងមនុស្សយើងហ្នឹងស្លាប់ទៅអត់មានឲ្យអ្នកណាគេហូបទេស្មាត់ទោះបាទស្លាប់ទៅមួយដីហ្នឹងកំពុងតែថ្លៃគាត់តែឃើញភ្នោមួយថោកលើអត់ទិញលើបងប្អូនបាទអញ្ចឹងតម្លៃរបស់មនុស្សពេលខ្លះយើងគិតថាបាទថ្លៃពេលខ្លះគឺហើយខ្លាចទៀតសត្វងាប់សត្វអីអត់មានដែរគេខ្លាចសត្វលើងសត្វអីតែបើមនុស្សវិញខ្មោចមនុស្សវិញគេខ្លាចទៅលើងគេលើងអីណាហ្នឹងឃើញទេបងប្អូនអញ្ចឹងមនុស្សយើងគឺពេលខ្លះពេលដែលនៅរស់ហ្នឹងយើងអត់មានតម្លៃសោះពេលខ្លះធ្វើអីខុសគឺអត់មានតម្លៃហើយយើងគិតគឺមានតម្លៃគឺថ្លៃមែនទែនជីវិតរបស់មនុស្សបាទអត់អាចយកលុយអីទិញអីបានទេបាទឈើបងប្អូនឈើពេលដែលងាប់ទៅគេយកឆ្នៃដូចជាកញ្ញូងយកអីថ្លៃណាបងប្អូនណាធ្វើជាតុកជាអីជាក្រែដេកមួយសិតរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារនៅក្នុងបន្ទប់នេះយកទៅតាំងទៅអីបាញ់ថ្នាំជូតថែរងថ្ងៃបងប្អូនបាទអញ្ចឹងមនុស្សយើងអត់ទេតែស្លាប់ទៅចប់ហើយកន្លែងខ្លះហ្នឹងគេមិនអោយកប់នៅក្នុងតំបន់ដីហ្នឹងទៀតវាស្អប់ចង្រៃភូមិគេទៀតណាបងប្អូនបាទអញ្ចឹងមិនថាតម្លៃរបស់មនុស្សគឺសំខាន់បាទសំខាន់មែនទែនអញ្ចឹងនៅពេលដែលយើងនៅរស់នេះយើងខំសាងទៅទឹកត្រជាក់ហ្នឹងគឺត្រីកុំបាទគឺផ្ដល់ក្តីស្រឡាញ់ឲ្យគេគឺគេផ្ដល់សេចក្តីស្រឡាញ់ឲ្យយើងវិញហ្នឹងបាទបងប្អូនបាទអញ្ចឹងគឺអត់ដូចដើមឈើទេដូចខ្ញុំនិយាយហើយមានអីគេដបោកអីគេមានអីគេមានចែកដីចែកអីហ្នឹងហើយកោះចេញទៅនៅណាផ្សេងហ្នឹងគេយកដីហ្នឹងអភិវឌ្ឍអញ្ចឹងទើសគេសំបីតែស្លាប់ហ្នឹងទើសគេទៀតសើយដល់គេទៀតគេថាសើយឆុងអីណាអត់មានរងស៊ុយអត់មានងើហេងអីបាទហ្នឹងអញ្ចឹងតម្លៃរបស់មនុស្សគឺសំខាន់ពេលដែលយើងនៅរស់យើងសាងបាទជាមួយគ្នាល្អគឺមានអនុស្សាវរីយ៍ច្រើនជាមួយគ្នាល្អទៅពេលអនាគតបាទទៅក្នុងកលៈស័កគឺយើងចេះយកអាសាគ្នានឹងហើយបាទហ្នឹងហើយមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមអរគុណច្រើនបាទសូមគោរពលាបាទសូមគោរពលា